ជំរាបសួរបងប្អូនទាំងអស់គ្នាខានចាញ់វីដេអូដូចជាយូរដែរហើយចង់ឲ្យហ្នឹងចង់ធ្វើ blog a day in my life ពីអ្នកកូនស្រី Elena ហើយក៏ចង់ធ្វើជា memory សម្រាប់ឲ្យអូនធំដែរហើយថ្ងៃនេះក៏ជាថ្ងៃ special day សម្រាប់អូន Elena ដែរពួកអីគឺជា birthday អូនមានអាយុ6ខែហើយក៏ជាថ្ងៃដែលអូនត្រូវទៅចាក់វ៉ាក់សាំងលើកទី3ដែរនិយាយទៅនៅអាមេរិកខ្ញុំមិនដឹងថានៅខ្មែរមិនដែរទាំងអស់គ្នាគាត់ថានៅនេះគ្មានទូអញ្ចឹងគឺរយៈពេល2ខែត្រូវយកគាត់ទៅចាក់វ៉ាក់សាំងម្ដងអញ្ចឹងឥឡូវនេះគឺអូនមានអាយុ6ខែអញ្ចឹងបើគិតទៅអូនលើកនេះគឺជាលើកទី3ហើយនេះណាជាវីដេអូខ្លះៗមុននឹងទៅដល់ពេទ្យដើម្បីយកអូនទៅចាក់វ៉ាក់សាំងនិយាយរួមទៅសុខភាពអូនតាំងពីសម្រាប់មកហើយនឹងមកដល់ឥឡូវគឺសុខភាពអូនល្អខ្លាំងណាស់ទាំងអស់គ្នាហើយខ្ញុំក៏សូមអរគុណពីជំនាញផងដែរដែលតែងតែសួរសុខទុក្ខខ្ញុំជាពិសេសគឺ baby Elena ហ្មងចឹងកុំឲ្យខាតពេលតោះទស្សនាវីដេអូពេញទាំងអស់គ្នាហើយកូនស្រីខ្ញុំ Elena កំពុងគេងនោះគេងនៅធ្វើមាត់ជប់ចិត្តដល់ពេទ្យហើយសួស្ដីយូសបកំពុងតែម៉ាំហើយដោយអ្នកទាំងអស់គ្នាឃើញក្នុងវីដេអូអញ្ចឹងចាក់ស្អីខ្ញុំកំពុងតែធ្វើដំណើរទៅហើយប៉ុន្តែកូនស្រីខ្ញុំនៅគេងឡើយទេតែស្អីអ្នកទាំងអស់គ្នាខ្ញុំណាត់appointmentខ្ញុំជាមួយដុកទ័រអូនហ្នឹងគឺម៉ោង 9:10 នាទីអញ្ចឹងខ្ញុំអត់ចង់ឲ្យ late យឺតយ៉ាវទេដោយសារតែមិនតែយើងទៅអ្នកទាំងអស់គ្នាមានអ្នកដទៃទៀតអញ្ចឹងខ្ញុំត្រូវតែរត់រះដាក់អូនពីព្រឹកគឺងើប early ជាធម្មតាគឺម៉ោង 6:10 នាទីហ្មងហើយជាធម្មតាកូនស្រីខ្ញុំគេងយូរៗអ្នកទាំងអស់គ្នាម៉ោង 8 ម៉ោង 9 ថ្ងៃខ្លះម៉ោង 12 ក៏មានដែរហើយនេះខ្ញុំបានមកដល់ពេទ្យហើយនិយាយទៅពេទ្យគេធំទាំងអស់គ្នាសូម្បីចំណតក៏មាន2ដែរជាធម្មតាគឺខ្ញុំត្រូវចោលនៅក្រុមនេះប៉ុន្តែដោយសារតែថ្ងៃហ្នឹងគឺមានជាមែនតើអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាយកអូនមកចោតនៅលើណាមួយកន្លែង baby ហ្នឹងក៏នៅខាងមុខហ្នឹងដែរអញ្ចឹងខ្ញុំក៏នាំប៉ាប៉ាជិះមកលើមកចេញតាមមួយផ្លែចេញពីឡានតាមតិចហ្នឹងគឺចូលមកដល់ពេទ្យហើយទេសភាពក្នុងខែនេះគឺស្អាតមែនទែនអ្នកទាំងអស់គ្នាជាពិសេសគឺដើមឈើនឹងហ្មងដោយសារអីជារោគសុខឈើជ្រុះអញ្ចឹងហើយគឺស្លឹកឈើដូរគ្រប់ពណ៌ហ្មងដើមខ្លះមានក្រហមខៀវលឿងដល់ពេលអញ្ចឹងគឺស្អាតបំប្រងហ្មងហើយអាកាសធាតុក្នុងខែហ្នឹងក៏ល្អដែរអ្នកទាំងអស់គ្នាឃើញបើកថ្ងៃហ្នឹងប៉ុន្តែចេញទៅក្រៅគឺមិនត្រជាក់ដូចខែកដឹកនៅស្រុកយើងអញ្ចឹងប៉ុន្តែរៀងត្រជាក់ជាងនៅស្រុកយើងបន្តិចហើយនេះខ្ញុំពីអ្នកប៉ាប៉ាកំពុងតែកន្លែងចតឡានដើម្បីអត់ចង់ចតឆ្ងាយទេចង់ចតនៅចិត្តហ្នឹងតែមនុស្សធំមិនអីឯកូនក្មេងខ្ញុំខ្លាចគាត់អត់ផ្ដាសាយនឹងមួយគាត់អត់មែនចាវ៉ាសាំងភ្លូសម្រាប់ផ្ដាសាយនឹងទេនិយាយទៅសំបីថាមិនថាក្មេងទេសំបីមនុស្សធំក៏ងាយនឹងឈឺដែរដោយសារផ្ដាសាយគឺលឿនមែនតើហើយវិញនិយាយពីកូនស្រីខ្ញុំវិញអ្នកទាំងអស់គ្នាអត់តន់ក្រោកទេនៅគេងឡើយនេះដោយសារតែប៉ាប៉ាគាត់ដែរអញ្ចឹងហើយគេភ្ញាក់ឡើងបោកថ្មីធំគេភ្ញាក់ដោយសារគេកំពុងគេងចឹងហើយអីដែលជំហានដំបូងគឺត្រូវមករៀបការស៊ីតឲ្យអូនដើម្បីឲ្យអូនគេងហើយជួយពេលប៉ាប៉ាកំពុងតែលើកអូនចេញពីការស៊ីតអញ្ចឹងខ្ញុំមករៀបការស៊ីតសម្រាប់ឲ្យអូនគេងហើយនឹងរបស់ខ្លះសម្រាប់ឲ្យអូនលេងដូចជាថយតុក្កតាដែលគេចូលចិត្តដោះគោដើម្បីត្រៀមយកអូនទៅក្នុងហើយនេះខ្ញុំបានរៀបការស៊ីតហើយនឹងប៉ាប៉ាក៏យកអូននៅលេងណាមកអញ្ចឹងក៏ល្បីយកអូនទៅក្នុងដោយសារចង់ឲ្យអូនថឹកខ្យល់ខ្លាំងទេខ្លាចអូនផ្ដាសាយអញ្ចឹងណាហើយនេះអូនមកដល់ក្នុងពេទ្យហើយអញ្ចឹងជំហានដំបូងត្រូវតែទៅ check in ជាមួយអូនសិននិយាយទៅជាធម្មតាពេទ្យនៅអាមេរិកទាំងអស់គ្នាដូចយើងបានណាត់appointmentមិញហើយក៏ដោយគឺយើងត្រូវតែមក check in បើយើងអត់ check in ទេគឺយើងអង្គុយរងចាំនៅនឹងគេដឹងថាយើងមកទេឬមួយក៏អាចនឹងយើង left schedule យើងគេលើកទៅលើកក្រោយទៀតអញ្ចឹងណា Okay, what's the name? Elena. Last name? Paul. Vietnamese interpreter. Can you please come to ophthalmology? ដល់ពេលប៉ាប៉ា check in ហើយអញ្ចឹងត្រូវយកអូន Elena ទៅអង្គុយរងចាំនៅខាងមុខបន្ទប់ doctor របស់អូនហើយបន្ទប់អូនថ្ងៃនេះដែរគឺបន្ទប់218បន្ទប់លើកមុនតែនិយាយទៅកន្លែង baby ហ្នឹងក៏គេមានច្រើនបន្ទប់អ្នកទាំងអស់គ្នាឃើញពីកន្លែងដែលខ្ញុំអូសមករហូតដល់កន្លែងអង្គុយរងចាំហ្នឹងគឺសុទ្ធតែកន្លែង baby ទាំងអស់ហ្នឹងហើយអ្នកទាំងអស់គ្នាអាចមើល reaction Elena បាននិយាយទៅពេលនៅក្នុង line ហ្នឹងគេរហូតដល់ពេលមកដល់ក្នុងពេទ្យគឺគេមើលជួយមើលស្ដាំតែស្អាអីមាន baby តិចតួចគេដែរអញ្ចឹងទៅគេឡើងខ្លាយគេតាមមើលគេហើយកូនស្រីខ្ញុំក៏ល្អមួយដែរនិយាយទៅគាត់អត់សូវកែទេគាត់ slow ដែរវាថាពេលខ្ញុំនាំគាត់ដែរអញ្ចឹងគឺគាត់អត់យំទេហើយវាថាគាត់អត់សូវគេកុកធ្វើទុកច្រើនទេអ្នកមួយនាំគាត់ដែរខ្ញុំមិនស្អីនាំគាត់ដែររហូតតាំងពីគាត់នៅទូចហើយនេះកុំឲ្យអូនអង្គុយរងចាំដុកទ័រយូរអញ្ចឹងខ្ញុំក៏ហុញអូនដើរលេងមើលនេះមកនោះណាមួយនៅខាងមុខហ្នឹងក៏គេគូរូបតុក្កតាខ្ជុះហើយកូនស្រីខ្ញុំគាត់ក៏ចិត្តមើលដែរអញ្ចឹងក៏អូសគាត់ឲ្យទៅមើលទៅហើយមើលឲ្យគេអុលគេចង់ប៉ះបណ្ដៃប៉ះអត់កោតដោយសារតែគេគេនៅក្នុងអាទិហ្នឹង
hay đi đá ôn coi rong chăm tại tích tích cái đó lại riêng ôn này hay đọc tới hay chung ôn là mấy từ chợ vào sang hai hay đi kẹt toàn đăng ơi để xe mà chỗ là toàn chợ xa chỗ bên đây đi chơi là từng ngọc ní ơi xảy lần pha bẹt mòn bên tay ở là đây người ta con xảy nhóm có rất ngon mà chợ tại mà chỗ nơi sạch nó bị đau và hai chìa mua này tí cứ còn bắt vô mày hay ní một lần đọc tới héo chợ đó lại riêng ôn đợi ôn mà tỏi dần tiếp tục bị mong chạy thế cứ đọc tới thể chạy sức hiệp ôn này hay ấy là surprise trên kia là từng ngọc ní cứ đọc tới có thể surprise thì tao mới cái lỗ ôn này ra ấy ôn tại một khác cứ ôn bạn đọc cái lỗ ấy chẳng có theo ôi cái lỗ sao bạn đừng kia bị đong hao hay như cái chắc sức hiệp ôn nó cứ đôi lượng mình chẳng tăng vì tầm hôm các bé có bố có lỗ hay là sọc hiệp ôn cứ lo tầm người ta nói ngọc ní ơi ngọc ní nó phải làm miền bị bí cứ đông này cứ mình này sẽ bảo cho chương ở phương cao mà hướng sọc hiệp lo nó tề hay ní con sẽ nhóm con men check sọc hiệp rồi hay có đọc về nhưng thời dụ này nè tới này con mong cô này bạn đang được nè chụp điện video cái đó bye bye sọc hiệp lo